អ្វីទៅជាមុខមាត់ធំបំផុតរបស់មនុស្សប្រុសមុខមាត់ធំបំផុតរបស់មនុស្សប្រុសនោះតាមពិតគឺជាភរិយាមួយឃ្លានេះពិតជាមិនខុសទេបើសិនជាមនុស្សប្រុសនៅក្នុងគ្រួសាររបស់អ្នកនៅតែមិនយល់នៅហេតុផលមួយនេះទេដូច្នេះអ្នកជាភរិយាដាច់ខាតត្រូវតែផ្ញើវីដេអូនេះទៅជូនគាត់មើលមនុស្សប្រុសគ្រប់រូបសុទ្ធតែស្រឡាញ់មុខមាត់ប៉ុន្តែមុខមាត់ពិតប្រាកដនោះមិនគ្រាន់តែរកលុយបានច្រើននោះទេឬក៏មានតំណែងខ្ពង់ខ្ពស់នៅក្នុងសង្គមឬក៏មានបងប្អូនបដូរស្លាប់រស់ជាមួយគ្នាមួយក្រុមឬក៏មានមនុស្សភេទផ្ទុយគ្នាដែលសាសងមិនចេះចប់ជាច្រើនអ្នកនោះដែរទាំងអស់នេះសុទ្ធតែមិនសំខាន់តាមពិតមុខមាត់ធំបំផុតរបស់មនុស្សប្រុសគឺបានមកពីភរិយាតើអ្នកដឹងថាហេតុអ្វីទេអ្នកសាកគិតមើលទោះបីជាអ្នកមានលុយច្រើនទោះបីជាអ្នកអាចធ្វើព្យុះធ្វើភ្លៀងបានទោះបីជាអ្នកមានមិត្តភ័ក្តិច្រើនទោះបីជាអ្នកមានវាសនាបានជួបមនុស្សភេទផ្ទុយគ្នាជាច្រើនក៏ដោយប៉ុន្តែបើសិនជាភរិយារបស់អ្នករស់នៅគ្មានសុភមង្គលរាល់ថ្ងៃរស់នៅដោយជីវិតអាប់អួរក្នុងផ្ទះរស់នៅដូចស្លាប់ហើយឆ្លោះប្រកែកគ្នាមិនចេះឈប់មិនចេះឈរមានរឿងដោះស្រាយគ្នាមិនចេះចប់ទេនោះបើសិនជាគ្រប់គ្នាគេដឹងថាទំនាក់ទំនងរវាងស្វាមីភរិយាមិនចុះសម្រុងគ្នាដូច្នេះហើយថាតើមុខមាត់របស់អ្នកអាចព្យួរជាប់ទេប្រកាសជាព្យួរមិនជាប់ទេដោយសារតែអ្នកយកចិត្តទុកដាក់ទាំងអស់នោះសុទ្ធតែជាពពករស័តអណ្ដែតសុទ្ធតែជារបស់នៅក្រៅខ្លួនជាពិសេសក្នុងប្រពៃណីអាពាហ៍ពិពាហ៍របស់យើងអ្វីដែលសំខាន់បំផុតគឺភាពសុខដុមក្នុងគ្រួសារបើសិនជាគ្រួសាររបស់អ្នកមិនចុះសម្រុងគ្នាថែមទាំងធ្វើមិនល្អដាក់ភរិយាទៀតនោះអញ្ចឹងហើយគ្មានអ្នកណាអាចមើលឃើញអ្នកពិតប្រាកដនោះទេឪពុកម្ដាយកំណត់ចំណុចចាប់ផ្ដើមឯភរិយាកំណត់ចំណុចបញ្ចប់របស់អ្នកចូលប្រព្រឹត្តល្អចំពោះភរិយាប្រសិនបើប្រៀបប្តីដូចទៅនឹងសសរគ្រឹះនៃគ្រួសារនោះភរិយាគឺជាមជ្ឈុលវិតមុននៃផ្ទះសម្បែងសារៈសំខាន់នៃភរិយាមិនចាំបាច់និយាយក៏ដឹងដែរដោយសារនាងគឺជាអ្នកគ្រប់គ្រងវល់ខ្យល់នៃសុភមង្គលគ្រួសារដូច្នេះហើយបើមនុស្សប្រុសចង់សម្រេចទៅការធំវិធីសាមញ្ញនិងត្រង់បំផុតគឺត្រូវប្រព្រឹត្តល្អចំពោះភរិយាប្រព្រឹត្តល្អចំពោះភរិយាទោះក្រក៏អាចក្លាយជាអ្នកមានក្នុងជីវិតមនុស្សជាច្រើនជាពិសេសបរិសុទ្ធតែងតែធ្វើកំហុសធំមួយគឺបង្ហាញអាកប្បកិរិយាល្អទៅកាន់អ្នកក្រៅហើយទុកអាកប្បកិរិយាអាក្រក់បំផុតទៅឲ្យអ្នកដែលជិតស្និទ្ធបំផុតដោយមិនដឹងថាក្រុមគ្រួសារគឺជាមនុស្សដែលយើងគួរតែប្រព្រឹត្តល្អចំពោះពួកគេបំផុតនៅលើโลกនេះក្នុងជីវិតអាពាហ៍ពិពាហ៍ដែលមានសុភមង្គលភាគច្រើនគឺមានប្តីល្អម្នាក់ដែលចេះគោរពនិងថែរក្សាអារម្មណ៍របស់